ពេលព្រឹកព្រលឹមស្រាងវងសัตว์នៅលើវាស្មៅបានប្រមូលផ្ដុំគ្នានៅជិតផ្លូវភក់មួយនៅពេលណាដែលមានភ្លៀងធ្លាក់ផ្លូវនោះពិបាកប្រើប្រាស់ហើយឡានដឹកទំនិញដែលដឹកអាហារនិងសម្ភារៈតែងតែជាប់គាំងខ្លារខិនឆ្លាតវៃមួយខ្លាំងឈ្មោះលីអូបានដកដង្ហើមធំយើងត្រូវការផ្លូវល្អជាងនេះដើម្បីឲ្យទំនិញអាចទៅដល់សត្វទាំងអស់សេះបង្កងឆ្នោតមួយក្បាលឈ្មោះសារ៉ាបានងក់ក្បាលផ្លូវភក់ធ្វើឲ្យមនុស្សគ្រប់គ្នាយឺតយ៉ាវទន្សាយរីករាយមួយក្បាលឈ្មោះរ៉ប៊ីបានលោតដោយរំភើបប្រហែលជាយើងអាចសាងសង់ផ្លូវខ្សាច់បានពពែដ៏ឧស្សាហ៍ព្យាយាមមួយក្បាលឈ្មោះ Gary បានយល់ស្របនោះនឹងធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលភ្លាមនោះឡានដឹកទំនិញពណ៌លឿងរលលាក់ទាក់មួយក្បាលឈ្មោះ Hawker បានបើកប្រាក់សួស្តីអ្នកទាំងអស់គ្នាតើអ្នកកំពុងនិយាយអំពីអ្វីសត្វទាំងនោះបានពន្យល់ពីបញ្ហារបស់ពួកគេតបគឺញញឹមខ្ញុំអាចជួយរំកិលខ្សាច់បានប៉ុន្តែយើងត្រូវការងារជាក្រុមដើម្បីសាងសង់ផ្លូវនៅពេលនោះក្រពើឆ្លៀសវៃមួយក្បាលឈ្មោះ Cody បានលេចចេញពីទន្លេខ្ញុំស្គាល់តំបន់ខ្សាច់ក្បែរនោះមានខ្សាច់ច្រើនដែលយើងអាចប្រើប្រាស់វាបានឡានជាច្រើនធ្វើដំណើរជាប់គាំងនៅតាមភក់ធ្វើឲ្យពិបាកក្នុងការដឹកជញ្ជូនសត្វទាំងនោះបានដើរតាម Candy ទៅកាន់ច្រាំងទន្លេសាបតោះទៅធ្វើការ Ducker បានដឹកខ្សាច់ជាច្រើនតាមបណ្ដោយផ្លូវភក់ឡានទំនិញត្រូវបានជួយសង្គ្រោះដោយ Ducker Ducker បានរុញឡានពីក្រោយរំកិលបន្តិចម្ដងផុតពីកន្លែងភក់ដែលជាប់គាំងធ្វើឲ្យឡានទៅមុខមិនរួចDucker ត្រូវបានជួយសង្គ្រោះឡានពីមួយទៅមួយបន្ទាប់ពី Ducker ជួយឡានគ្រប់គ្នារួចមកហើយDucker បានជួយឈូសឆាយដីសាច់និងកាយឲ្យវារាបស្មើលីអូបានជួយរំកិលថ្មធំចេញពីផ្លូវសារ៉ាបានផ្ទប់សាច់ដោយជើងដ៏រឹងមាំរបស់វារ៉ប៊ីបានបំពេញរន្ធតូច Gary បានសម្អាតមែកឈើនិងគុម្ពឈើពីចិញ្ចើមផ្លូវ
ហុនឌីបានបង្ហាញផ្លូវដ៏ល្អបំផុតដើម្បីរក្សាផ្លូវឲ្យមានសុវត្ថិភាពនិងស្ងួតពួកគេបានធ្វើការជាមួយគ្នាពេញមួយថ្ងៃមិនយូរប៉ុន្មានផ្លូវភក់បានក្លាយជាផ្លូវខ្សាច់រលោងលាតសន្ធឹងឆ្លងកាត់វាស្មៅយើងធ្វើបានហើយរ៉ូប៊ីស្រែកពោលឥឡូវនេះឡានដឹកទំនិញធ្វើដំណើរដោយសុវត្ថិភាពហើយទំនិញអាចទៅដល់សត្វគ្រប់មុខបានលឿនជាងមុនHacker បានព្រមស្នែងរបស់គេដោយរីករាយផ្លូវធំត្រូវបានសាងសង់នៅពេលដែលមនុស្សគ្រប់គ្នាធ្វើការជាមួយគ្នាចាប់តាំងពីពេលនោះមកឡានដឹកទំនិញអាចដឹកជញ្ជូនអាហារទឹកនិងសម្ភារៈប្រើប្រាស់បានយ៉ាងងាយស្រួលតាមបណ្ដោយផ្លូវសាច់ថ្មីហើយសត្វនានាមានមោទនភាពចំពោះអ្វីដែលពួកគេសម្រេចបានរួមគ្នា